ជំរាបសួរលោកអ្នកបងប្អូនទាំងអស់គ្នាសូមឲ្យយើងបានពិចារណាលើព្រះបន្ទូលរបស់ផងព្រះជាមួយគ្នាជាពិសេសតេតួងនឹងការថ្លែងទំនាយអំពីការយាងមករបស់អង្គព្រះយេស៊ូវគ្រីស្ទនៅក្នុងព្រះគម្ពីរអេសាយដែលចែងអំពីការយាងមករបស់អង្គព្រះយេស៊ូវគ្រីស្ទហើយនៅថ្ងៃនេះគឺជាថ្ងៃសុក្រដែលយើងរំលឹកនឹកចាំអំពីការរងទុក្ខវេទនារបស់អង្គព្រះយេស៊ូវគ្រីស្ទហើយបានសុគតនៅលើឈើឆ្កាងដោយសារតែអំពើបាបរបស់ផងយើងដែលការតនេះបានចែងអំពីការរងទុក្ខរបស់ព្រះអង្គហ្នឹងគឺតាំងពីមុនអង្គព្រះយេស៊ូវគ្រីស្ទបានយាងមកគឺនៅក្នុងព្រះគម្ពីរអេសាយខ្ញុំអានព្រះគម្ពីរអេសាយជូនដល់លោកអ្នកបងប្អូនទាំងអស់គ្នាតើមានអ្នកណាបានជឿដំណឹងដែលយើងប្រាប់ហើយព្រះពិហុនៃព្រះយេហូវ៉ាបានសម្ដែងចេញឲ្យអ្នកណាឃើញត្បិតទ្រង់បានចម្រើនធំឡើងនៅចំពោះព្រះអង្គដូចជាលំពងទុនខ្ចីហើយដូចជាឫសដែលពន្លកចេញពីដីហួតហែងទ្រង់ឥតមានទ្រង់ទ្រាយល្អឬសន្តានរុងរឿងទេហើយកាលយើងបានមើលទ្រង់នោះក៏គ្មានភាពលំអណាដែលឲ្យយើងរីករាយចិត្តដែរទ្រង់ត្រូវគេមើលងាយហើយត្រូវបោះបង់ចោលទ្រង់ជាមនុស្សទូទុកហើយក៏ធ្លាប់ស្គាល់សេចក្តីឈឺចាប់ទ្រង់ត្រូវគេមើលងាយដូចជាអ្នកដែលមនុស្សគេចមុខចេញហើយយើងរាល់គ្នាមិនបានរាប់អានទ្រង់សោះទ្រង់បានទ្រាំទ្ររងអស់ទាំងសេចក្តីឈឺចាប់របស់យើងហើយបានទទួលផ្ទុកអស់ទាំងសេចក្តីទុក្ខព្រួយរបស់យើងពិតប៉ុន្តែយើងរាល់គ្នាបានរាប់ទ្រង់ទុកជាអ្នកមានទោសវិញគឺជាអ្នកដែលព្រះបានវាយជាអ្នកដែលរងវេទនាទ្រង់ត្រូវរបួសដោយព្រោះអំពើរំលងរបស់យើងក៏ត្រូវវាយជាំដោយព្រោះអំពើទុច្ចរិតរបស់យើងទេឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រីនោះបានធ្លាក់ទៅលើទ្រង់ហើយយើងរាល់គ្នាបានប្រោសឲ្យជាដោយសារស្នាមរំពាត់នៅព្រះអង្គទ្រង់យើងទាំងអស់គ្នាបានទះចេញដូចជាជាមគឺយើងបានបែរចេញទៅតាមផ្លូវយើងរៀនខ្លួនហើយព្រះយេហូវ៉ាបានទម្លាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់ត្រូវគេសង្កត់សង្កិនហើយធ្វើទុកតែទ្រង់មិនបានហៅព្រះអស់សោះគឺដូចជាជាមដែលគេដឹកទៅសម្លាប់ហើយឲ្យដូចជាជាមដែលគោនៅចំពោះអ្នកដែលកាត់រោមយ៉ាងណាទ្រង់ក៏មិនបានហៅព្រះអស់សោះយ៉ាងនោះដែរទ្រង់ត្រូវដកចេញពីអំណាចការពារហើយពីសេចក្តីយុត្តិធម៌ឯសម័យជំនាន់ទ្រង់តើមានអ្នកណារំពឹងគិតឃើញថាទ្រង់បានត្រូវកាត់ចេញពីស្ថានរបស់មនុស្សរស់នេះហើយត្រូវវាយដោយព្រោះអំពើរំលងរបស់ជនជាតិខ្ញុំនោះហើយក្នុងការដែលទ្រង់សុគតគេក៏បញ្ចុះសពទ្រង់នៅជាមួយនឹងពួកអាក្រក់ហើយនៅក្នុងភ្នោរបស់មនុស្សអ្នកមានម្នាក់ទោះបើទ្រង់មិនដែលធ្វើអំពើទុច្ចរិតណាមួយក៏ដោយក៏មិនដែលមានការបញ្ឆោតនៅក្នុងព្រះអស់ទ្រង់ឡើយផងទោះបើយ៉ាងនោះគង់តែព្រះយេហូវ៉ាបានសពព្រះハរតីនឹងវាយទ្រង់ឲ្យជាំហើយឲ្យឈឺចាប់កាលណាព្រះជន្មទ្រង់បានត្រូវថ្វាយទុកជាយ៉ាញ់បូជាលុះបាបហើយនោះទ្រង់នឹងបានឃើញពូជពងរបស់ទ្រង់ហើយនឹងចម្រើនព្រះជន្មទ្រង់ឲ្យយឺនយូរតទៅឯបំណងព្រះハរតីនៃព្រះយេហូវ៉ានោះនឹងជឿនឡើងដោយសារព្រះហស្ថទ្រង់នឹងឃើញផលនៃការដែលប្រលឹងទ្រង់វេទនានោះនឹងបានស្កប់ស្កល់ផងអ្នកដ៏សុចរិតជាអ្នកបម្រើរបស់អញទ្រង់នឹងធ្វើឲ្យមនុស្សជាច្រើនបានសុចរិតដោយគេស្គាល់ដល់ទ្រង់ហើយទ្រង់នឹងទទួលរងទោសចំពោះអំពើទុច្ចរិតរបស់គេហេតុនោះអញនឹងឲ្យទ្រង់មានចំណែកជាមួយនឹងពួកអ្នកធំហើយទ្រង់នឹងចែករបបជាមួយនឹងពួកអ្នកខ្លាំងពូកែពីព្រោះព្រះទ្រង់បានច្រូចប្រលឹងចេញរហូតដល់ស្លាប់គេបានរាប់ទ្រង់ទុកជាអ្នកទទឹងច្បាប់ប៉ុន្តែទ្រង់បានទទួលរងទោសនៃអំពើបាបរបស់មនុស្សជាច្រើនហើយបានអង្វរជំនួសមនុស្សដែលទទឹងច្បាប់វិញអាមែននៅក្នុងព្រះគម្ពីរអេសាយចំពុក53ពីខ1ដល់ខ12តើបងប្អូនបានមើលឃើញអ្វីដែលហោរាអេសាយបានថ្លែងទំនាយទុកបានសម្រេចនៅក្នុងព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្តេចខ្លះ
ព្រះគម្ពីរអេសាយបានសរសេរឡើងដោយហោរាអេសាយនៅក្នុងចន្លោះឆ្នាំ740ទៅ780មុនព្រះគ្រិស្តយាងមកមុនគ្រិស្តសករាជហើយមាន66កាន់ស្មើនឹងចំនួនព្រះគម្ពីរកាន់ទាំងមូលដែលមាន66កាន់នៅក្នុងព្រះគម្ពីរអេសាយនេះមាន66ចំពោះអញ្ចឹងស្មើនឹងព្រះគម្ពីរតូចមួយចំពោះ1ដល់39និយាយអំពីអំពើបាបនិងតម្រូវការចាំបាច់នៃសេចក្តីសង្គ្រោះហើយចំពោះ40ដល់66និយាយអំពីការផ្ដល់សេចក្តីសង្គ្រោះដ៏អស្ចារ្យរបស់ព្រះសេចក្តីសង្គ្រោះរបស់ព្រះហើយសេចក្តីសង្គ្រោះនោះបានសម្រេចតាមរយៈព្រះយេស៊ូវជាព្រះមេស៊ីគឺជាព្រះយេស៊ូវគ្រីស្ទដែលជាព្រះបុត្រានៃព្រះដែលបានយាងមកគោលបំណងសំខាន់នៅក្នុងព្រះគម្ពីរអេសាយគឺចង់បង្ហាញប្រាប់ថាសេចក្តីសង្គ្រោះរបស់ព្រះបានផ្ដល់ដល់មនុស្សមានបាបបើយើងមើលនៅក្នុងចំពុក53ខ1ដល់12នេះយើងអាចពិចារណាឃើញអំពីការសម្រេចបំពេញនៅក្នុងអង្គព្រះយេស៊ូវគ្រីស្ទយ៉ាងដូចនេះក្នុងខ1ថាតើមានអ្នកណាបានជឿដំណឹងដែលយើងប្រាប់ហើយព្រះពិហុនៃព្រះយេហូវ៉ាបានសម្ដែងចេញឲ្យអ្នកណាឃើញនៅក្នុងព្រះគម្ពីរយ៉ូហានចំពុក12ខ37បានចែងថាលុះព្រះយេស៊ូវមានបន្ទូលសេចក្តីទាំងនេះហើយនោះទ្រង់ក៏យាងចេញទៅហើយបានកំបាំងពីគេប៉ុន្តែទោះបានធ្វើទីសម្គាល់នៅមុខគេជាច្រើនតែម្ល៉េះក៏ដោយគង់តែគេមិនបានជឿដល់ទ្រង់ដែរខ38ដើម្បីឲ្យពាក្យរបស់ហោរាអេសាយបានសម្រេចដែលទាយថាព្រះអង្គម្ចាស់អើយតើអ្នកណាបានជឿសេចក្តីដែលយើងខ្ញុំប្រាប់ហើយតើព្រះអង្គម្ចាស់បានបើកសម្ដែងមកឲ្យអ្នកណាឃើញអញ្ចឹងនៅក្នុងដំណឹងល្អលោកយ៉ូហានបានលើកនៅក្នុងការថ្លែងទំនាយរបស់ហោរាអេសាយនេះបានសម្រេចនៅពេលដែលអង្គព្រះយេស៊ូវគ្រីស្ទបានយាងមកគឺព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទបានមានបន្ទូលដោយដកស្រង់ចេញអំពីព្រះគម្ពីរអេសាយចំពុក53ខ1នេះនៅក្នុងខ52បាននៅខ2បានថាបាត់ទ្រង់បានចម្រើនធំឡើងនៅចំពោះព្រះអង្គទ្រង់ដូចជាលំពងទុនខ្ចីហើយដូចជាឫសដែលពន្លកចេញពីដីហួតហែងទ្រង់អត់មានទ្រង់ទ្រាយល្អឬសន្តានរុងរឿងទេហើយកាលណាយើងបានមើលទ្រង់នោះគ្មានភាពលំអណាដែលឲ្យយើងរីករាយចិត្តដែរព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទបានយាងមកចាប់កំណើតនៅក្នុងក្រុមគ្រួសារដ៏ក្រីក្រមួយគឺក្រុមគ្រួសាររបស់លោកយូសែបហើយនាងម៉ារីមានមុនពេលដែលលោកយូសែបនិងនាងម៉ារីនេះបានរួមរស់នៅជាមួយគ្នាដោយអំណាចវិជាស្តានៃព្រះវិញ្ញាណបរិសុទ្ធគឺពួកអ្នកស្រុកណាសារ៉េតផ្ទាល់ក៏មិនបានជឿលើអង្គព្រះយេស៊ូវគ្រីស្ទដែរនៅពេលដែលព្រះអង្គបង្រៀននៅពេលដែលព្រះអង្គធ្វើការអស្ចារ្យគឺថាតើអ្នកនេះមិនមែនជាអ្នកស្រុកណាសារ៉េតជាកូនយូសែបទេហើយយើងឃើញបានសម្រេចបំពេញទៀតនោះគឺថាព្រះអង្គអត់មានសេចក្តីល្អណាទេសូម្បីតែអ្នកផ្ទះរបស់ព្រះអង្គក៏គិតថាព្រះអង្គវង្វេងស្មារតីដែរនៅពេលនោះគឺគេបានស្វែងរកព្រះអង្គដើម្បីនឹងពេលដែលព្រះអង្គចាប់ដើមប្រកាសអំពីនគរព្រះហើយសម្រេចបំពេញនូវគ្រប់ទាំងកិច្ចការដែលព្រះអង្គយាងមកធ្វើខ្ញុំឃើញថាអ្នកផ្ទះរបស់ព្រះអង្គតាមស្វែងរកទ្រង់ដើម្បីចាប់យកព្រះអង្គទៅណាសារ៉េតវិញហើយយើងឃើញព្រះអង្គយាងមកយកនិស្ស័យជាមនុស្ស 100% ហេវហត់ដូចមនុស្សឯទៀតដែរហើយមានការព្រួយខ្វល់ដែលធ្វើឲ្យព្រះអង្គបានអធិដ្ឋានឥតឈប់ឈរទៅកាន់ព្រះដ៏ជាព្រះវរបិតានៅក្នុងខ3ថាទ្រង់ត្រូវគេមើលងាយហើយត្រូវគេបោះបង់ចោលទ្រង់ជាមនុស្សទូលទុកហើយក៏ធ្លាប់ស្គាល់សេចក្តីឈឺចាប់ទ្រង់ត្រូវគេមើលងាយដូចជាអ្នកណាដែលមនុស្សគេចមុខចេញហើយយើងរាល់គ្នាមិនបានរាប់អានទ្រង់សោះបាទការនេះសម្រេចបំពេញនៅពេលដែលអង្គព្រះយេស៊ូវគ្រីស្ទបានយាងមកនៅក្នុងដំណឹងល្អយ៉ូហានចំពុក1ខ10ថាទ្រង់បានគង់ក្នុងលោកីហើយលោកីក៏កើតមកដោយសារទ្រង់តែមិនស្គាល់ទ្រង់ទេខ11ថាទ្រង់បានយាងមកគង់ក្នុងផែនដីរបស់ទ្រង់តែរាជទ្រង់មិនបានទទួលទ្រង់សោះក្នុងយ៉ូហានចំពុក6ខ66ដល់68ចែងថា
សិស្សជាច្រើនបានបាយចេញពីព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទនៅពេលដែលគេចាប់ព្រះអង្គពួកសិស្សទាំងអស់រត់ចោលព្រះអង្គទៅមានសិស្សម្នាក់រត់រហូតតតែរបូតខោរបូតអាវផងដែរអញ្ចឹងការតនេះហោរាអេសាយបានថ្លែងទំនាយហើយព្រះយេស៊ូវគ្រីស្ទបានយាងមកហើយបានសម្រេចបំពេញដូចអេសាយបានថ្លែងទំនាយពិតប្រាកដមែនខ4ថាទ្រង់បានទ្រាំទ្រអស់ទាំងសេចក្តីជឿចាប់របស់យើងហើយបានទទួលទុកអស់ទាំងសេចក្តីទុកព្រួយរបស់យើងពិតប៉ុន្តែយើងរាល់គ្នាបានរាប់ទ្រង់ទុកជាអ្នកមានទោសវិញគឺជាអ្នកដែលព្រះបានវាយជាអ្នកដែលរងវេទនានៅក្នុងនោះយើងឃើញបានសម្រេចបំពេញនៅពេលដែលអង្គព្រះយេស៊ូវគ្រីស្ទបានមកនៅក្នុងព្រះគម្ពីរម៉ាថាយជំពូក8ខ16ដល់17បានថាព្រះយេស៊ូវបានប្រោសព្យាបាលគ្រប់មនុស្សទាំងអស់ដើម្បីសម្រេចបំពេញតាមទំនាយដែលហោរាអេសាយបានទាយទុកមកថាទ្រង់បានទទួលអស់ទាំងរោគីហើយផ្ទុកអស់ទាំងជំងឺរបស់យើងរាល់គ្នានៅលើព្រះអង្គទ្រង់ពួកយូដាគិតថាព្រះយេស៊ូវដាញ់អារក្សដោយសារទ្រង់មានអារក្សចូលហើយគេចោទព្រះអង្គថាជាមនុស្សល្មោបសេដោយព្រះអង្គបានគង់នៅជាមួយនឹងពួកអ្នកមានបាបជាមិត្តរបស់ពួកយកពន្ធហើយនឹងស្ត្រីបេស្យាគេចោទព្រះអង្គថាជាអ្នកមើលងាយដល់ព្រះហើយនៅពេលដែលព្រះអង្គប្រកាសថាទ្រង់ជាព្រះរាជបុត្រានៃព្រះអញ្ចឹងយើងឃើញមនុស្សគ្រប់គ្នាបានរាប់ព្រះអង្គថាជាអ្នកដែលមានទោសជាការនោះដែលព្រះអង្គបានធ្វើគឺជាការដែលល្អការដែលសម្រេចបំពេញតាមគ្រប់ទាំងសេចក្តីទំនាយដែលបានចែងអំពីការយាងមករបស់ព្រះអង្គប៉ុន្តែការទាំងអស់នោះបានរាប់ជាអាក្រក់ហើយបានសម្រេចបំពេញនៅគ្រប់ទាំងសេចក្តីដែលចែងអំពីព្រះអង្គនៅក្នុងខ5ថាទ្រង់ត្រូវរបួសដោយព្រោះអំពើបាបរបស់អំពើរំលងរបស់យើងក៏ត្រូវវាយជាំដោយព្រោះអំពើទុច្ចរិតរបស់យើងទេតែការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រីនោះបានធ្លាក់ទៅលើទ្រង់ហើយយើងរាល់គ្នាបានប្រោសឲ្យជាដោយសារស្នាមរំពាត់នៅអង្គទ្រង់នៅក្នុងព្រះគម្ពីរកូរិនថូសខ្សែទី2ចំពុក5ខ21ថាត្បិតឯព្រះដែលមិនបានស្គាល់បាបសោះនោះទ្រង់បានត្រឡប់ជាតួបាបជំនួសយើងរាល់គ្នាដើម្បីឲ្យយើងរាល់គ្នាបានត្រឡប់ទៅជាសេចក្តីសុចរិតរបស់ព្រះដោយនៅព្រះអង្គនោះឯងនៅក្នុងរ៉ូមចំពុក4ខ25ថាទ្រង់ត្រូវគេបញ្ជូនទៅឲ្យមានទោសដោយព្រោះអំពើរំលងរបស់យើងរាល់គ្នាហើយបានប្រោសឲ្យមានប្រជញ្ញរស់ឡើងវិញប្រយោជន៍ឲ្យយើងរាល់គ្នាបានរាប់ជាសុចរិតក្នុងកាឡាទីចំពុក3ខ13ចែងថាព្រះគ្រីស្ទទ្រង់បានលួសយើងរាល់គ្នាឲ្យរួចពីបណ្ដាសារបស់ក្រឹតវិន័យដោយទ្រង់ត្រូវបណ្ដាសាជំនួសយើងរាល់គ្នាត្បិតមានសេចក្តីចែងទុកមកថាត្រូវបណ្ដាសាអ្នកណាដែលត្រូវព្យួរនៅលើឈើក្នុងពេត្រុសចំពុក2ខ24ចែងថាទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នានៅលើរូបអង្គទ្រង់ជាប់លើជើងឆ្កាងដើម្បីឲ្យយើងបានរស់នៅខាងឯសេចក្តីសុចរិតដោយបានស្លាប់ខាងឯអំពើបាបហើយគឺដោយស្នាមជាំរបស់ទ្រង់ដែលយើងរាល់គ្នាបានជានេះគឺសម្រាប់បំពេញនៅក្នុងខ5គឺថាដោយសារស្នាមរបួសរបស់អង្គព្រះយេស៊ូវគ្រីស្ទនោះយើងរាល់គ្នាបានរាប់ជាសុចរិតបានប្រោសឲ្យជាបានរាប់ជាមេត្រីជាមួយព្រះក៏ជាព្រះវរបិតាដែលនៅនគរឋានសួគ៌វិញដោយសារស្នាមរំពាត់របស់ផងព្រះអង្គនៅក្នុងខ6បានប្រាប់យើងថាយើងទាំងអស់គ្នាបានទាសចេញដូចជាជាមគឺយើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួនហើយព្រះយេហូវ៉ាបានទម្លាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់នៅក្នុងព្រះគម្ពីរពេត្រុសខ្សែទី1ចំពុក5ខចំពុក2ខ25ចែងថាត្បិតពីដើមអ្នករាល់គ្នាប្រៀបដូចជាជាមដែលវង្វេងតែឥឡូវនេះបានត្រឡប់មកឯអ្នកកងវិលជាអ្នកថែប្រលឹងអ្នករាល់គ្នាវិញហើយអញ្ចឹងយើងទាំងអស់គ្នាជាមនុស្សមានបាបគឺប្រៀបដូចជាអ្នកដែលវង្វេងដែលបានទាសចេញពីព្រះប៉ុន្តែដោយព្រះគុណរបស់ព្រះឥឡូវនេះយើងរាល់គ្នាបានមកឯអ្នកគង្វាលគឺព្រះយេស៊ូវគ្រីស្ទដែលបានយាងមកជាអ្នកគង្វាលរបស់ដ៏ល្អរបស់ផងយើងហើយជាអ្នកថែទាំដល់យើងរាល់គ្នាផងដែរនៅក្នុងខ7បានប្រាប់យើងយ៉ាងដូចនេះទ្រង់ត្រូវគេសង្កត់សង្កិនហើយធ្វើទុកតែទ្រង់មិនហើបព្រះអរសោះគឺដូចជាជាមដែលគេបានដឹកទៅសម្លាប់
ហើយដូចជាជាមដែលគោនៅចំពោះអ្នកកាត់រោមយ៉ាងណាទ្រង់ក៏មិនបានហើបព្រះអស់សោះយ៉ាងនោះដែរការទាំងអស់នេះបានសម្រេចបំពេញនៅពេលដែលអង្គព្រះយេស៊ូវគ្រីស្ទយាងមកគឺអ្វីដែលហោរ៉ាអេសាយបានថ្លែងគឺបានសម្រេចបំពេញទាំងអស់យើងឃើញនៅក្នុងម៉ាថាយចំពុក26ខ63ចែងថាឯព្រះយេស៊ូវទ្រង់នៅតែស្ងៀមរួចសម្ដេចសងបង្គាប់ទ្រង់ថាចូលស្បត់នឹងព្រះដ៏មានព្រះជន្មរស់ចុះបើឯងជាព្រះគ្រីស្ទជាព្រះរាជបុត្រានៃព្រះមែននោះចូលប្រាប់យើងមកយើងឃើញព្រះអង្គបានយាងមកដើម្បីសុគតហើយព្រះអង្គមិនបានតតាំងដើម្បីនឹងការពារព្រះអង្គទ្រង់ទេបើសិនជាព្រះអង្គការពារព្រះអង្គទ្រង់ដោយតតាំងដោយរៀបរាប់ដោយការពារខ្លួនរបស់ព្រះអង្គទ្រង់នោះគឺយើងឃើញថាព្រះអង្គមានមូលហេតុជាច្រើនដែលបញ្ជាក់ថាព្រះអង្គឥតមានទោសប៉ុន្តែព្រះអង្គនៅស្ងៀមយើងឃើញនៅក្នុងពេត្រុសជំពូកខ្សែទី1ជំពូក2ខ23ចែងថាការគេបានជេរប្រមាថដល់ទ្រង់នោះទ្រង់មិនបានជេរតបវិញទេខណៈដែលទ្រង់រងទុក្ខនោះក៏មិនបានកំហកកំហែងដល់គេដែរគឺបានប្រគល់ព្រះអង្គទ្រង់ទៅព្រះដែលជំនុំជម្រះដោយសុចរិតក្នុងម៉ាថាយ27ខ14ចែងថាតែព្រះយេស៊ូវទ្រង់មិនមានព្រះបន្ទូលឆ្លើយនឹងពាក្យណាមួយរបស់លោកសោះបានជាលោកចវាយឆ្ងល់ខ្លាំងណាស់ក្នុងយ៉ូហានជំពូក1ខ29ចែងថាលុះស្អែកឡើងយ៉ូហានឃើញព្រះយេស៊ូវដែលកំពុងតែមកឯគាត់នោះក៏ពោលថានោះណកូនជាមនៃព្រះដែលដោះបាបមនុស្សលោកនេះគឺលោកយ៉ូហានបាប់ទីនៅពេលដែលគាត់ឃើញអង្គព្រះយេស៊ូវគ្រីស្ទបានដើរសម្ដៅមកឯគាត់ដើម្បីនឹងទទួលពិធីជាមួយទឹកចេញអំពីគាត់ក្នុងកិច្ចការជំពូក8ខ32ចែងថាឯបទគម្ពីរដែលលោកកំពុងតែមើលនោះគឺត្រង់បទនេះថាទ្រង់ត្រូវគេដឹកនាំទៅដូចជាដឹកជាមទៅសម្លាប់ទ្រង់មិនបានហើបព្រះអស់សោះដូចជាកូនជាមដែលកនៅមុខអ្នកកាត់រោមវាខ33នៅគ្រាដែលទ្រង់ត្រូវទៀបបន្ថោកនោះគេបានដកសេចក្តីយុត្តិធម៌ចេញពីទ្រង់ទៅតើអ្នកណានឹងថ្លែងពីព្រះវង្សាទ្រង់បានត្បិតគេបានដកព្រះជន្មទ្រង់ពីផែនដីចេញហើយបាទនៅទីនេះគឺសម្រាប់បំពេញក្នុងខ7នេះថាអង្គព្រះយេស៊ូវគ្រីស្ទមិនបានហើបព្រះអស់សោះគឺព្រះអង្គបានចោះចូលរហូតដល់ទីវង្គតដើម្បីនឹងនាំនៅការអទោបាបនិងសេចក្តីសង្គ្រោះដល់យើងរាល់គ្នានៅក្នុងខ8ចែងថាអេសាយខ8ចែងថាទ្រង់ត្រូវដកចេញពីអំណាចការពារហើយពីសេចក្តីយុត្តិធម៌ឯសម័យចំនួនទ្រង់តើមានអ្នកណារំពឹងគិតឃើញថាទ្រង់ត្រូវបានកាត់ចេញពីស្ថានរបស់មនុស្សរស់នេះហើយត្រូវវាយដោយព្រោះអំពើរំរងរបស់ជនជាតិខ្ញុំនៅក្នុងនោះបានសម្រេចបំពេញនៅក្នុងអង្គព្រះយេស៊ូវគ្រីស្ទពេលដែលទ្រង់បានយាងមកក្នុងម៉ាថាយចំពុក27ខ20ដល់26បានចែងយ៉ាងដូចនេះលោកពីឡាតថាគាត់គ្មានឃើញព្រះយេស៊ូវមានទោសទេតែបណ្ដាជនស្រែកឡើងថាឆ្កាងវាទៅក្នុងម៉ាកុសចំពុក15ខ8ដល់15បានប្រាប់យើងថាគេទាមទារឲ្យឆ្កាងព្រះគ្រីស្ទតែឲ្យដោះលែងអក្រិតជនឈ្មោះបារ៉ាបាសវិញបាទក្នុងលូកាចំពុក23ខ20ដល់25នៅទីនោះយើងឃើញលោកពីឡាតបានបញ្ជាក់ពីភាពគ្មានទោសរបស់ព្រះយេស៊ូវតែបណ្ដាជនថាឲ្យដោះលែងបារ៉ាបាសហើយឆ្កាងព្រះយេស៊ូវតាមចិត្តរបស់ផងគេវិញក្នុងយ៉ូហានចំពុក19ខ20ខ12ដល់15បានចែងថាលោកពីឡាតគិតលែងព្រះយេស៊ូវតែបណ្ដាជនស្រែកឡើងថាអ្នកនេះតាំងខ្លួនជាស្ដេចប្រឆាំងនឹងសេសាលោកពីឡាតបានសួរទៅកាន់បណ្ដាជនថាតើគួរឲ្យខ្ញុំឆ្កាងស្ដេចរបស់អ្នកឬអីគេស្រែកឡើងថាឆ្កាងទៅយើងមានតែស្ដេចសេសាទេយើងឃើញនៅទីនេះព្រះយេស៊ូវគ្រីស្ទព្រះអង្គបានយាងមកក្នុងនាមជាស្ដេចរបស់ផងព្រះដែលបានចាត់មកតាមសេចក្តីសន្យារបស់ផងព្រះដល់ប្រជាជាតិយូដាប៉ុន្តែ
គេបានបដិសេធហើយគេថាគេមានតែស្ដេចសេសាទេអញ្ចឹងគឺគេមិនចង់ស្វែងរកយុត្តិធម៌ឬក៏អ្វីមួយដែលតាមព្រះបន្ទូលរបស់ផងព្រះបានចែងអំពីព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទទេប៉ុន្តែទៅតាមចិត្តរឿងរបស់ផងគេតាមការញុះញង់របស់ពួកសម្ដេចសង្ឃរាជពួកអ្នកដឹកនាំសាសនានៅពេលនោះអញ្ចឹងគឺគេបានស្រែកឲ្យលាងអ្នកទោសដែលសម្លាប់គេហើយបានឆ្កាងព្រះយេស៊ូវគ្រីស្ទដែលអត់មានទោសប៉ុន្តែការទាំងអស់នេះបានកើតឡើងស្របតាមការថ្លែងទំនាយនៃការយាងមករបស់ព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងអេសាយខ9បានចែងទៀតថាហើយក្នុងការដែលទ្រង់សុគតនោះគេបញ្ចុះសពទ្រង់នៅជាមួយនឹងពួកអាក្រក់ហើយក្នុងភ្នោរបស់អ្នកមានម្នាក់ទោះបើទ្រង់មិនដែលធ្វើអំពើទុច្ចរិតណាមួយក៏ដោយក៏មិនដែលមានការបញ្ឆោតនៅក្នុងព្រះអស់ទ្រង់ឡើយផងនៅក្នុងពេត្រុសខ្សែទី1ចំពុក2ខ2បានប្រាប់ថាទ្រង់មិនបានធ្វើបាបសោះក៏មិនឃើញមានកិច្ចកលអ្វីនៅក្នុងព្រះអស់ទ្រង់ឡើយក្នុងម៉ាថាយចំពុក27ខ38ថានៅវេលានោះក៏ឆ្កាងចោលពីរនាក់ជាមួយនឹងទ្រង់ដែរមួយខាងស្ដាំហើយមួយខាងឆ្វេងបាទនេះគឺដូចនៅក្នុងអេសាយខ9បានចែងថាគេបានឆ្កាងព្រះអង្គជាមួយនឹងពួកមនុស្សអាក្រក់នៅក្នុងលូកាចំពុក22ខ37បានចែងថាខ្ញុំប្រាប់អ្នករាល់គ្នាថាសេចក្តីនេះដែលបានចែងទុកមកថាគេបានរាប់ទ្រង់ជាពួកទទឹងច្បាប់នោះត្រូវបានសម្រេចលើខ្ញុំត្បិតគ្រប់ទាំងសេចក្តីដែលតម្រូវមកខ្ញុំត្រូវតែបានសម្រេចទាំងអស់នេះគឺព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទបាទព្រះអង្គអត់មានបាបសោះប៉ុន្តែគេរាប់ថាព្រះអង្គជាអ្នកទទឹងច្បាប់ដូចជាពួកចៅផ្សេងពីរអ្នកទៀតដែលគេយកមកឆ្កាងជាមួយនឹងព្រះអង្គហើយដាក់ព្រះអង្គនៅជាកណ្ដាលយើងឃើញផងដែរខ9ប្រាប់ថានៅពេលដែលព្រះអង្គសុគតគេមានម្នាក់យកប្រសពព្រះអង្គទៅបញ្ចុះយើងឃើញនៅក្នុងព្រះគម្ពីរម៉ាថាយចំពុក27ខ60មកកចំពុក15ខ42ដល់46លូកាចំពុក23ខ50ក្នុងដំណឹងល្អយ៉ូហានចំពុក19ខ38ដល់42ដែលសាយៈមានពេលអានគឺយើងឃើញថាព្រះសពព្រះយេស៊ូវត្រូវបានបញ្ចុះនៅក្នុងភ្នោរបស់អ្នកមានម្នាក់ដែលឈ្មោះយូសែបដែលបានទៅសុំព្រះសពរបស់អង្គព្រះយេស៊ូវគ្រីស្ទហើយយកទៅបញ្ចុះអញ្ចឹងគឺអ្វីដែលបានចែងអំពីព្រះអង្គនៅក្នុងអេសាយចំពុក53ខ9គឺបានសម្រេចបំពេញទាំងអស់នៅក្នុងខ10បានចែងថាទោះបើយ៉ាងនោះគង់តែព្រះយេហូវ៉ាទ្រង់សពព្រះអតីនឹងវាយទ្រង់ឲ្យជាប់ហើយឲ្យឈឺចាប់កាលណាព្រះជនទ្រង់ត្រូវបានថ្វាយទុកជាយ៉ាញ់បូជាលុះបាបហើយនោះទ្រង់នឹងបានឃើញពូជពងរបស់ទ្រង់ហើយនឹងចម្រើនព្រះជនទ្រង់ឲ្យយឺនយូរតទៅឯបំណងព្រះハរតីនៃព្រះយេហូវ៉ានោះនឹងជឿនឡើងដោយព្រះហស្ថទ្រង់យើងឃើញនៅលើជើងឆ្កាងព្រះវរបិតាបានជំនុំជម្រះព្រះរាជបុត្រានៅទីនេះយើងឃើញថាព្រះយេហូវ៉ាព្រះអង្គគឺជាអ្នកដែលវាយព្រះរាជបុត្រាព្រះវរបិតាគឺជាអ្នកដែលជំនុំជម្រះព្រះរាជបុត្រាដោយសារតែអំពើបាបរបស់ផងយើងដើម្បីឲ្យយើងបានរំលងដើម្បីយើងបានរួចការជំនុំជម្រះនៃអំពើបាបរបស់ផងយើងដែលត្រូវបោះទៅក្នុងឋាននរកឋាននៃសេចក្តីវេទនានៅចំបំផុតដោយការសុគតនៅលើជើងឆ្កាងរបស់អង្គព្រះយេស៊ូវគ្រីស្ទដែលជាព្រះអង្គដែលមានបាបព្រះអង្គបានទទួលគ្រប់ទាំងដាសានៃអំពើបាបរបស់ព្រះអង្គយើងដាក់លើព្រះអង្គទ្រង់ហើយសុគតបងថ្លៃឈ្នួលនៃអំពើបាបដែលជាសេចក្តីស្លាប់ជំនួសយើងហើយបានប្រទាននៅសេចក្តីសុចរិតដល់យើងរាល់គ្នាដែលជាអ្នកជឿហើយនៅចំបំផុតដែលជាសេចក្តីសុចរិតនេះឯងដែលនាំឲ្យយើងរាល់គ្នាគ្រប់លក្ខនៅចំពោះព្រះហើយយើងអាចចូលទៅនគរស្ថានសួគ៌បាននៅក្នុងនេះបានប្រាប់ថាបំណងផាតីរបស់ផងព្រះបានជឿនទៅមុខគឺបំណងផាតីរបស់ផងព្រះសេចក្តីសង្គ្រោះរបស់មនុស្សមានបាបត្រូវបានសម្រេចបំពេញទៅដល់គ្រប់ទាំងមនុស្សមានបាបអស់អ្នកណាដែលបានទទួលព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទនោះតាមសេចក្តីសន្យា
តាមសេចក្តីស្រឡាញ់របស់ផងព្រះតែមិនចង់ឲ្យមនុស្សមានបាបណាម្នាក់ត្រូវរងទុក្ខវេទនាគឺអ្នកណាដែលបានជឿនឹងបានទទួលការអត់ទោសបាបហើយអាចចូលទៅនគរឋានសួគ៌បានក្នុងខ11ក្នុងព្រះគម្ពីរអេសាយខ53ចែងថាទ្រង់ឃើញផលនៃការដែលប្រលឹងទ្រង់វេទនានោះនឹងបានស្កប់ស្កល់ផងអ្នកសុចរិតគឺជាអ្នកបម្រើរបស់អញទ្រង់នឹងធ្វើឲ្យមនុស្សជាច្រើនបានសុចរិតដោយគេស្គាល់ដល់ទ្រង់ហើយទ្រង់នឹងទទួលរងទោសចំពោះអំពើទុច្ចរិតរបស់គេលទ្ធផលនៃការរងទុក្ខវេទនាសុគតរបស់អង្គព្រះយេស៊ូវគ្រីស្ទគឺនាំនៅការអត់ទោសបាបនិងសេចក្តីសុចរិតដល់អស់អ្នកដែលជឿព្រះគ្រីស្ទបានធ្វើឲ្យមនុស្សជាច្រើនឲ្យយើងរាល់គ្នាបានត្រឡប់ជាសុចរិតដោយសារជំនឿលើទ្រង់ដោយសារការសុគតរបស់ផងទ្រង់គឺយើងរាល់គ្នាបានទទួលការអត់ទោសបាបរួចពីការជំនុំជម្រះហើយព្រះអង្គបានប្រទានសេចក្តីសុចរិតដល់យើងរាល់គ្នាក្នុងខ12ចែងថាហេតុនោះអញនឹងឲ្យទ្រង់មានចំណែកជាមួយនឹងពួកអ្នកធំហើយទ្រង់នឹងចែករបបជាមួយនឹងពួកអ្នកខ្លាំងពូកែពីព្រោះទ្រង់បានជ្រួចប្រលឹងចេញរហូតដល់ស្លាប់គេបានរាប់ទ្រង់ទុកជាអ្នកទទឹងច្បាប់ប៉ុន្តែទ្រង់បានទទួលរងទោសនៃអំពើបាបរបស់មនុស្សជាច្រើនហើយបានអង្វរជំនួសមនុស្សដែលទទឹងច្បាប់វិញទទួលរងគ្រប់ទាំងអំពើបាបរងទុកនៅលើឈើឆ្កាងគឺព្រះយេស៊ូវគ្រីស្ទបានសម្រេចបំពេញបានទទួលសម្រាប់យើងរាល់គ្នានៅលើឈើឆ្កាងទទួលព្រះអង្គត្រូវបានគេរាប់ថាជាអ្នកដែលមានបាបហើយគេឆ្កាងព្រះអង្គសុគតសពព្រះអង្គត្រូវផ្ទុកក្នុងព្រះអង្គរស់ឡើងវិញហើយឥឡូវនេះគង់នៅខាងស្ដាំនៃព្រះបិតាដើម្បីនឹងទូលអង្វរនៅគ្រប់ទាំងសេចក្តីកំសោយជាសម្ដេចសង្ឃដល់នៅអកលជានិច្ចសម្រាប់យើងរាល់គ្នាដែរព្រះអង្គជាអ្នកដែលកំពុងតែនៅខាងស្ដាំនៃព្រះបិតាទូលអង្វរចំពោះព្រះដ៏ជាព្រះបិតាសម្រាប់គ្រប់ទាំងសេចក្តីកំសោយរបស់ផងយើងរាល់គ្នាលោកអ្នកបងប្អូនណានេះគឺជាអ្វីដែលបានសម្រេចបំពេញតាមសេចក្តីទំនាយដែលចែងអំពីព្រះអង្គដូច្នេះលោកអ្នកបងប្អូនណាអ្វីដែលយើងឃើញអំពីការចែងអំពីការយាងមករបស់អង្គព្រះយេស៊ូវគ្រីស្ទក្នុងព្រះគម្ពីរអេសាយបានសម្រេចបំពេញទាំងអស់ព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទពិតជាព្រះអង្គសង្គ្រោះដែលបានយាងមកតាមសេចក្តីសន្យារបស់ផងព្រះមែននៅពេលយើងនឹកចាំអំពីការសង្គ្រោះរបស់អង្គព្រះយេស៊ូវគ្រីស្ទសូមឲ្យយើងបានសម្លឹងទៅមើលពីការចែងអំពីការយាងមករបស់ព្រះអង្គក្នុងព្រះគម្ពីរអេសាយហើយយើងបានមើលដោយសញ្ជឹងគិតមើលនៅគ្រប់ទាំងកិច្ចការដែលអង្គព្រះយេស៊ូវគ្រីស្ទបានសម្រាប់បំពេញបានធ្វើនោះយើងនឹងឃើញម្ដងមួយថាអ្វីដែលព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទបានធ្វើគឺបានសម្រេចបំពេញគឺកើតឡើងដើម្បីនឹងសម្រេចបំពេញនៅគ្រប់ទាំងសេចក្តីសន្យារបស់ផងព្រះដែលបានចែងមុនពេលព្រះអង្គយាងមកតាមរយៈលោកអេសាយហើយការពិចារណាទាំងអស់នេះធ្វើឲ្យយើងរាល់គ្នាបានខិតទៅជិតព្រះអង្គហើយបានមើលឃើញកាន់តែច្បាស់ថាព្រះអង្គគឺជាព្រះអង្គសង្គ្រោះគឺជាព្រះរាជបុត្រានៃព្រះគឺជាម្នាក់ដែលបានយាងមកតាមសេចក្តីសន្យារបស់ផងព្រះសម្រាប់សេចក្តីសង្គ្រោះដល់យើងរាល់គ្នាយ៉ាងពិតប្រាកដមែនសូមព្រះបានប្រទានពរដល់អង្គអ្នកបងប្អូនទាំងអស់គ្នា